ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record ការងារទី6ដែលតទៅនឹងការ prepare សម្រាប់ midterm និងដោយ project យើងទៅលើ record ទៅលើ user management ដោយយើងមាន9ចំណុចគឺទី1គឺ who am I ទី2គឺ PWD ទី3គឺ create user include home and buff script ទី4គឺ switch ទៅកាន់ user ថ្មីទី5គឺ who am I ដើម្បីបង្កើត user ថ្មីគឺកន្លែងនេះយើងបង្កើត user ថ្មីហើយនឹង run លើ who am I ឡើងវិញចឹងដល់ថាយើងទៅលើ user ថ្មីនៅទី6គឺ PWD បង្ហាញទៅលើ home directory ដែលយើងបង្កើតថ្មីដូចគ្នានិងទី7គឺការបង្កើត folder ថ្មីមួយនិង LF បង្ហាញទៅលើ folder ថ្មីហ្នឹងនិងទី8គឺការចេញពី user ដើមទៅនឹង user ថ្មីនិងទី9គឺការបង្ហាញ user list តាម cat និង etc pathwd ដោយយើងចាប់ផ្ដើមទៅលើ project ការងាររបស់យើងដោយទី1គឺយើងរំទៅលើ who am I ដោយកន្លែងនេះវាបានបង្ហាញតាគឺការទៅកាន់ user របស់ខ្ញុំគឺគឹមហេងនិងទី2គឺ PWD សម្រាប់ទី2នេះគឺការ record ទៅលើ PWD ដោយយើងបង្ហាញទៅលើ directory បច្ចុប្បន្នរបស់យើងនៅទីតាំងមួយណាគឺ directory របស់ខ្ញុំគឺនៅកាន់ home និងមាន user គឹមហេងហើយចំណុចយើងចូលទៅកាន់ចំណុចទី3ដោយចំណុចទី3យើងនិយាយទៅលើការ create user include home and buff script ដោយចំណុចមួយនេះយើងត្រូវប្រើទៅលើ command ដូចជាយើងដាក់ sudo user add.m.s និង /bin/buff និងឈ្មោះ user យើងដែលបង្កើតថ្មីដោយយើងត្រូវដាក់ password ទៅឲ្យ user របស់យើងដោយយើងត្រូវដាក់ password ទៅឲ្យ user admin គឺនេះយើងបានចូលទៅកាន់ user របស់យើងហើយយើងនឹងដោយចំណុចទី3មុនហ្នឹងគឺយើងបានបង្កើតទៅលើ user ថ្មីមួយដែលមានឈ្មោះថា eng1 ហើយនឹងយើងមានការ confirm password ពី user admin ដោយបន្ទាប់មកយើងបានចូលការងារទី4ដោយមុននឹងយើងចូលការងារទី4យើងត្រូវដាក់ password ទៅលើ user eng1 សិនហើយយើងចាប់ផ្ដើមដាក់ user password ទៅឲ្យ user eng1 ដោយ sudo pathwd និងឈ្មោះ user របស់យើង eng1 ដោយយើងចាប់ផ្ដើមដាក់ password ថ្មី1 2 3យើង retype password ទៅលើតោះមកយើងបាន update password ជោគជ័យហើយចំណុចទី4នេះគឺយើងត្រូវ access ទៅកាន់ user មួយហ្នឹង user ថ្មីដែលយើងបង្កើតគឺ ing1 គឺនៅចំណុចទី4មួយនេះគឺយើងត្រូវការ switch ទៅកាន់ user ថ្មីដោយយើងត្រូវប្រើ command full ដកនឹង user ing1 password យើង confirm និងយើងបានចូលទៅកាន់ user ing1 ហើយយើងត្រូវធ្វើការបញ្ជាក់ទៅលើថាយើងបានចូល user ហ្នឹងនៅយើងប្រើ command who am I ដូច្នេះយើងបានចូលទៅកាន់ user ing1 ហើយយើងបានបញ្ជាក់ទៅលើ who am I ហើយយើងនឹងចូលទៅកាន់ចំណុចទី6គឺ PWD បង្ហាញទៅលើ home directory ដែលយើងបង្កើតថ្មីហ្នឹងហើយយើងប្រើ command PWD គឺយើងនៅស្ថិតនៅក្នុង home និង user ing1 ចំណុចបន្ទាប់គឺយើងធ្វើទៅលើការបង្កើត folder ថ្មីនិង LF បង្ហាញទៅលើ directory ថ្មីហ្នឹងដោយយើងប្រើទៅលើ command mkdir ដែលយើងកើតទៅលើ user ថ្មី home directory ថ្មីគឺយើងថាទៅយើង LS វានឹងចេញsub 1 sub 2 sub 3ដែលយើងបានបង្កើតមុនហ្នឹងបន្ទាប់ពីយើងបានបង្កើតទៅលើ sub 1 sub 2 sub 3ហើយយើងនឹងចាក់យើងនឹងចំណុចបន្ទាប់យើងនឹងត្រូវចេញពី user ដើមដែលយើងបានបង្កើតមុនហ្នឹងគឺយើងត្រូវប្រើ command exit ពេលនេះយើងបាន log out ចេញពី user ing1 ហើយខ្ញុំនឹង show ថាខ្ញុំនៅលើ command នៅលើ user មួយណាគឺខ្ញុំស្ថិតនៅលើ command គឹមហេងនិងទៅកាន់ចំណុចបន្ទាប់គឺចំណុចទី9គឺយើងបង្ហាញទៅលើ user list តាមរយៈ command cat
etc និង path wd ដោយយើងត្រូវបែក comment VAT e etc និង path wd នេះខ្ញុំនឹងបានបង្ហាញទៅកាន់ user ដែលខ្ញុំបានបង្កើតមុនហ្នឹងហើយនេះគឺជា user ដែលខ្ញុំបានបង្កើតមុនហ្នឹងទៅនៅក្នុង admin buff ដោយកិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់នៅត្រឹមនេះអរគុណលោកគ្រូដែលបានមើលវីដេអូរបស់ខ្ញុំ